តែប្រាសាទនេះពណ៌ទេក្នុងចំណោមប្រាសាទទាំងអស់ដែលមានទឹកធំទលាយជាងគេតែម្ដងមានផ្កាឈូកភាគច្រើនផ្កាឈូករីកនៅពេលព្រឹកព្រលឹមឡើងអញ្ចឹងកំពុំអ្នកនរគ្នាខ្ញុំបានចំណាយពេលវេលាមួយអាទិត្យពេញនៅខេត្តសៀមរាបចាក់ចេញពីភ្នំពេញជាមួយនឹងភាពអ៊ូអរឡានម៉ូតូច្រើនសំឡេងរញ៉េរញ៉ៃរំខានច្រើនហើយខ្ញុំជ្រើសរើសក្រុងសៀមរាបគឺជាកន្លែងព្យាបាលរបួសផ្លូវចិត្តរបស់ខ្ញុំនេះគឺជាផ្លូវដើរទៅកាន់ប្រាសាទមួយដែលមានឈ្មោះថាប្រាសាទនាគពន្ធជំរាបសួរខ្ញុំសាមី Long story short of my life បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចង់មកលេងប្រាសាទដែលប្លែកដែលមានបរិយាកាសត្រជាក់លហើយស្រួលមែនទែនហើយមានទឹកព័ទ្ធជុំវិញមានតែប្រាសាទនេះពណ៌ទេក្នុងចំណោមប្រាសាទទាំងអស់ដែលមានទឹកធំទលាយជាងគេតែម្ដងមានផ្កាឈូកភាគច្រើនផ្កាឈូករីកនៅពេលព្រឹកព្រលឹមឡើងអញ្ចឹងកំពុំអ្នកនរគ្នាថ្ងៃអញ្ចឹងក៏កំពុំដែរព្រលឹមឡើងម៉ោង5 6 7 8ហិចស្គីម៉ោង9គឺក្រៅមកហើយស្អាតណាស់អ្នកនរគ្នានេះប្រាសាទនាគពន្ធឈូកស្អាតអត់ចង់និយាយថាចាឈូកអ្នកនរគ្នាស៊ីមៀបយើងលើដូចមុនទេអ្នកនរគ្នាចង់ថតបានសេរីប្រាសាទអីទាំងអស់អ្នកនរគ្នាចង់ថតមិនក៏បានដែរឲ្យតែផ្សព្វផ្សាយក្នុងន័យល្អប៉ុន្តែអត់មានការផ្សាយពាណិជ្ជកម្មនៅលើតាមប្រាសាទនានាអញ្ចឹងបងប្អូនអ្នកនរគ្នាអាចថតសេរីបានវីដេអូមិនក៏បានដែររបៀបដូចនៅចង់ថាអាកន្លែងកណ្ដាលនោះអ្នកនរគ្នាខ្ញុំមានចំណុចមួយដូចនៅអេស៊ីបអញ្ចឹងហេតុអីបានដូចអេស៊ីបកន្លែងកពូកណ្ដាលហ្នឹងមានសត្វ4ជុំវិញសងខាងសត្វផ្សេងគ្នាទាំងអស់មានទឹកព័ទ្ធជុំវិញញ៉ោះលយមែនតើដូចនៅក្នុងសភៅអញ្ចឹងអេស៊ីបមានសភៅសត្វឆ្មាសត្វប្រោះសត្វឆ្កែអីចឹងណាខាងនោះក៏មានសត្វដែរតែដឹងសត្វអីស្អីក៏ដែរចាំចាំមើលទាំងអស់នេះថាសត្វអីគេតោះទឹកខ្លាដូចកញ្ចក់ទេអ្នកនរគ្នានេះអូយស្អាតណាស់ខានមកយូរនេះប្រាសាទដែលមានប្លង់ប្លែកភ្នែកខុសពីប្រាសាទដែលធ្លាប់ឃើញទូទៅប្រាសាទនាគពន្ធគឺជាទីចាប់អារម្មណ៍ខ្លាំងណាស់ពុំថាចំពោះតែអ្នកស្រាវជ្រាវឬមនុស្សសាមញ្ញជាទេសចរក្តីឬជាអ្នករស់នៅស្រុកចិត្តនោះក្តីរចនាសម្ព័ន្ធនៃប្រាសាទនាគពន្ធបើចេញពីចំណុចកណ្ដាលមកគឺមានប្រាង្គតូសាងលើខឿងមូលខ្ពស់មួយព័ទ្ធជុំវិញទៅដោយទឹកដែលសពថ្ងៃមាននៅរដូវវស្សានេះគឺជាស្រះមួយដែលយើងឲ្យឈ្មោះថាស្រះធំតទៅនោះទៀតតាមទិសធំទាំង4មានស្រះតូចរៀងខ្លួនប៉ុន្តែស្រះធំនិងស្រះតូចនីមួយតាក់ទងគ្នាតាមហោមួយដែលមានចំពោយបង្ហូរទឹកចេញមកទាំងនេះគឺនៅកណ្ដាលកោះរាង4ជ្រុងស្មើដែលសពថ្ងៃសម្បូរទៅដោយរុក្ខជាតិកោះទាំងមូលនេះកសាងឡើងនៅចំកណ្ដាលបារាយវាលរាជដាក់ដែលនៅសម័យបុរាណហៅថាជ័យតដាក់សិលាចារឹកប្រាសាទព្រះខ័នលេខ K908 នៅត្រង់ល្បះទី41បាននិយាយអំពីប្រាសាទនាគពន្ធថាមានកោះដ៏ឧត្តមមួយដែលលិចស្រស់ចែងចាំងឡើងអំពីស្រះទាំងឡាយនៅជុំវិញនោះហើយដែលលាងជំរះភក់ជ្រាំបាបកម្មនៃអ្នកដែលបានមកដល់នៅទីនោះអ្នកស្រាវជ្រាវតែងតែបកស្រាយល្បះនេះថានាគពន្ធជាកន្លែងដែលអ្នកមានជំងឺប្រភេទខ្លះមកព្យាបាលរោគទៀតផងដោយកាត់យល់ពាក្យលាងជំរះភក់ជ្រាំបាបកម្មថាជាការព្យាបាលឲ្យសះស្បើយរោគទាឯទឹកដែលហូរចេញមកតាមចំពោយទាំង4ដែលនិយាយនៅខាងលើឆ្លាក់ជារូបក្បាលមនុស្សនៅហោខាងកើតរូបលេខ5ក្បាលតោនៅខាងត្បូងរូបលេខ6ក្បាលសេះនៅខាងលិចរូបលេខ7ក្បាលដំរីនៅខាងជើងរូបលេខ8អ្នកស្រាវជ្រាវបកស្រាយទឹកដែលហូរចេញតាមចំពោយទាំង4នោះតាមទេវកថាឥណ្ឌាថាជាទឹកទន្លេសំខាន់ទាំង4នៃប្រទេសឥណ្ឌាដែលមានដើមកំណើតស្ថិតនៅឋានសួគ៌ហើយក្នុងចំណោមនោះមានទន្លេគង្គាសូមកុំភ្លេចថាសូម្បីតែសពថ្ងៃនេះមនុស្សក៏នៅតែទៅមុជទឹកលាងបាបនៅទន្លេគង្គាពុំដែលដាច់ដើម្បីជំរះបាបកម្មវីដេអូសង្ខេបខ្លីអំពីប្រាសាទនាគពន្ធចប់តែប៉ុណ្ណេះសង្ឃឹមពុកម៉ែបងប្អូនមានសុខភាពល្អជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលា